សួស្តីអ្នកទាំងអស់គ្នាដូចខ្ញុំបាននិយាយចឹងថាក្នុងវីដេអូហ្នឹងខ្ញុំនឹងចែករំលែកទៅនឹង File Explorer នៅក្នុងកុំព្យូទ័ររបស់យើងចឹងហើយមុននឹងចូលទៅដល់ការអនុវត្តនៅក្នុង File Explorer ហ្នឹងខ្ញុំនឹងចែករំលែកមេរៀនត្រួសៗដែលយើងត្រូវយល់ដឹងអំពី File Explorer ហ្នឹងជាកន្លែងចឹងយើងទៅមើលមេរៀនទាំងអស់គ្នាចឹងនេះគឺជាមេរៀនដែលយើងអាចយល់ដឹងខ្លះៗអំពី File Explorer ហ្នឹងជា File Explorer ហ្នឹងគឺជាកម្មវិធីសម្រាប់គ្រប់គ្រងឯកសារនិងថតចម្លង folder នៅក្នុងកុំព្យូទ័ររបស់យើងចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាមើលវីដេអូហ្នឹងចប់អ្នកទាំងអស់គ្នានឹងចេះពីរបៀបបង្កើត folder ចេះពីរបៀប copy ឯកសារចម្លងឯកសារផ្សេងៗហើយនឹងផ្លាស់ទីឯកសារហើយក៏យើងចេះពីរបៀបដាក់ឈ្មោះឯកសារដូចគ្នាដែរដើម្បីយើងងាយស្រួលរកគឺសំខាន់មែនទែននៅត្រង់កន្លែងហ្នឹងហើយក៏ចេះពីរបៀបលុបឯកសារអញ្ចឹងលុបឯកសារមានពីរអ្នកទាំងអស់គ្នាគឺយើងលុបហើយគឺយើងអាចទិញវាយកមកវិញបានទេប៉ុន្តែមួយទៀតហ្នឹងគឺយើងលុបហើយយើងអាចទិញវាយកមកវិញបានអញ្ចឹងចំណុចដែលយើងត្រូវមើលនៅលើ File Explorer ហ្នឹងគឺមាន desktop ហ្នឹងគឺជាកន្លែងដែលយើងផ្ទុកឯកសារហើយវាឃើញនៅលើអេក្រង់កុំព្យូទ័ររបស់យើងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យឃើញនៅលើអេក្រង់កុំព្យូទ័រគឺអ្នកទាំងអស់គ្នា save ឯកសាររបស់អ្នកទាំងអស់គ្នាចូលទៅកន្លែង desktop ហ្នឹងហើយ document ហ្នឹងគឺជាកន្លែងដែលយើងអាចផ្ទុកឯកសារដូចជាប្រភេទ Word PDF Excel អីផ្សេងៗអ្នកទាំងអស់គ្នាអាចដាក់នៅនឹងបានដើម្បីយើងងាយស្រួលរកហើយ download គឺជាកន្លែងដែលយើងផ្ទុកឯកសារមានន័យថាយើង download ចេញពីអ៊ីនធឺណិតផ្សេងៗមិនថា Telegram ឬក៏ពីតាម browser អីផ្សេងៗនៅលើកុំព្យូទ័ររបស់យើងហើយកន្លែង picture picture ហ្នឹងគឺអ្នកទាំងអស់គ្នាកន្លែងផ្ទុករូបភាព download ពីកន្លែងណា save ដាក់ទៅកន្លែង picture ហ្នឹងទៅដើម្បីយើងងាយស្រួលរកហើយវីដេអូដូចគ្នាអ្នកទាំងអស់គ្នា save វីដេអូចូលនៅកន្លែងវីដេអូហ្នឹងហើយ music មានន័យថាសំឡេងអីផ្សេងៗដែលយើងចង់ save ទុកនៅកន្លែងហ្នឹងដើម្បីងាយស្រួលរកគឺយើងដាក់នៅកន្លែង music ហ្នឹងសម្គាល់ថាវាជាសំឡេងហើយ this PC បង្ហាញថាផ្ទុកទិន្នន័យទាំងអស់នៅក្នុងកុំព្យូទ័រមានន័យថាទិន្នន័យទាំងអស់នៅក្នុងកុំព្យូទ័រហ្នឹងគឺបង្ហាញនៅកន្លែង this PC ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាមានផ្ទុកអីខ្លះហើយតកតងទៅនឹង network ឧបករណ៍សម្រាប់បង្ហាញភ្ជាប់ក្នុងបណ្ដាញដូចគ្នាអញ្ចឹងឧទាហរណ៍កុំព្យូទ័ររបស់យើងភ្ជាប់ទៅកាន់ machine print USB អីផ្សេងៗគឺបង្ហាញនៅកន្លែងហ្នឹង local disk អញ្ចឹងវាជាប្រព័ន្ធ Windows ដែលកម្មវិធីដែលយើងបានដំឡើងដូចជា Microsoft Word Excel អីហ្នឹងគឺនៅក្នុងហ្នឹងហើយ new volume វាជាកន្លែងដែលយើងអាចប្រើប្រាស់សម្រាប់រក្សាផ្ទុកឯកសាររបស់យើងដាច់ដោយឡែកមានន័យថាមិនថារូបភាពឯកសារអីផ្សេងៗគឺយើងអាចទុកនៅហ្នឹងដើម្បីយើងងាយស្រួលរកថាហ្នឹងជាឯកសារផ្ទាល់ខ្លួនរបស់យើងកុំឲ្យវាច្រឡំជាមួយឯកសារសំខាន់ៗផ្សេងៗហើយមួយទៀតដែលយើងត្រូវកំណត់សម្គាល់នៅលើ local disk ហ្នឹងអ្នកនរគ្នាគឺវាមានបង្ហាញជាពេលដែលយើងចូលទៅយើងនឹងឃើញ file ដូចជា program file user window អញ្ចឹងកន្លែងហ្នឹងអ្នកនរគ្នាត្រូវ note ចំណាំថាកុំលុបផ្ទៃផ្ដាសបើសិនជាអ្នកនរគ្នាអត់ស្គាល់ឯកសារនឹងច្បាស់ទេព្រោះអ្នកនរគ្នាលុបទៅវាធ្វើឲ្យបាត់កម្មវិធីនៅក្នុងកុំព្យូទ័រអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់កុំព្យូទ័រផ្សេងៗអញ្ចឹងខ្ញុំធ្លាប់មានបទពិសោធន៍កន្លែងហ្នឹងគឺខ្ញុំលុបអស់ទៅកុំព្យូទ័ររបស់ខ្ញុំគឺឡើងអេក្រង់ខ្មៅអត់អាចធ្វើអីបានតោះតែយើងទៅឡើងកម្មវិធីនឹងឡើងវិញអញ្ចឹងកុំលុបផ្ទៃផ្ដាសបើសិនជាយើងអត់ចេះទៅឡើងកម្មវិធីឡើងវិញអញ្ចឹងជាចុងក្រោយនៃមេរៀនហ្នឹងគឺយើងតទៅនឹង shortcut អ្នកនរគ្នាអញ្ចឹងអាហ្នឹងគឺងាយស្រួលមែនទែនដើម្បីកុំឲ្យយើងចំណាយពេលវេលាយូរទៅលើការចុចអីផ្សេងៗអញ្ចឹងណាអញ្ចឹងយើងអាចប្រើ shortcut ហ្នឹងទៅជួយកាត់បន្ថយការធ្វើការរបស់យើងធ្វើឲ្យការងាររបស់យើងកាន់តែលឿនអញ្ចឹងយើងអាចចុច window បូកជាមួយនឹងអក្សរ E មានន័យថាចុច window អាហ្នឹងគឺនៅលើ keyboard របស់យើងណាអ្នកនរគ្នាយើងអត់ប្រើ mouse ទៀតទេគឺយើងចុច auto នៅលើ keyboard របស់យើងបដៅថាយើងចុច shortcut លើ window ពាក្យ window នឹងឲ្យជាប់ទៅហើយបន្ទាប់មកយើងចុចអក្សរ E បន្ទាប់មកវានឹងបើកចូល file explorer យើងអត់បាច់យកសញ្ញាព្រួញទៅដាក់លើ file explorer 2ដងហើយបាន click បើកទេគឺយើងប្រើ shortcut ហ្នឹងគឺវាធ្វើឲ្យយើងចំណេញពេលវេលាហើយ control ឲ្យជាប់ហើយអក្សរ C អញ្ចឹងមានន័យថាយើង copy ឧទាហរណ៍យើងចង់ copy អីមួយអញ្ចឹងយើង control ចុចហើយចុចអក្សរ C ហើយចង់cut មានន័យថាកាត់ឯកសារពីកន្លែងមួយទៅដាក់ឯកសារទៅដាក់នៅកន្លែងមួយទៀតគឺយើងចុច control ចាប់អក្សរ X ហើយពេលដែលយើងចង់ទៅផាសមានន័យចង់ដាក់ឯកសារកន្លែងណាយើង control V control ចុច control នៅលើ keyboard របស់យើងណាចុច control ចុចហើយអក្សរ V អញ្ចឹងអ្នកដែលគាត់រៀនកុំព្យូទ័រគាត់ដឹងហើយថាគាត់នឹងឃើញហើយនៅលើ keyboard ហ្នឹងថាមានអីខ្លះអញ្ចឹងណាអញ្ចឹងខ្ញុំអត់ទៅ detail ទេខ្ញុំចែករំលែកតែប៉ុណ្្នឹងអញ្ចឹងសម្រាប់អ្នកមួយទៀត delete ហ្នឹងវានៅលើ keyboard របស់យើងដូចគ្នាដែរអ្នកនរគ្នាយើងចុចទៅលើឯកសារចង់ delete ទៅយើងដាក់សញ្ញាព្រួយលើឯកសារហ្នឹងទៅហើយយើងចុចពាក្យ delete ហ្នឹងទៅ select នៅលើឯកសារណាមួយទៅយើងចុចពាក្យ delete ហ្នឹងហើយ F2 អញ្ចឹងនៅលើ keyboard ដូចគ្នាដែរ F2 ហ្នឹងមានន័យថាអ្នកនរគ្នា select នៅលើ file document អញ្ចឹងទៅអ្នកនរគ្នាចុច F2 ទៅវានឹង load កន្លែង rename ឲ្យអ្នកនរគ្នាដូរឈ្មោះហើយ control ឲ្យជាប់ shift បូក n យើងនឹងបង្កើត folder ថ្មីយើងអត់បាច់ចុចនៅលើ mouse អី2 3តំណាក់ទេគ្រាន់តែ control shift n new folder អាហ្នឹងតោះតែយើងចូលនៅក្នុងfile explorer សិនណាអ្នកនរគ្នាមិនមែនអត់ទាន់ចូលក្នុងហ្នឹងហើយយើងចុចទៅចេញ new folder ឯណា and file refresh អញ្ចឹង refresh កុំឲ្យវានេះចឹងណាហើយ control set មានន័យថាពេលដែលយើងធ្វើហើយយើងចង់ឲ្យវាត្រឡប់មកក្រោយវិញអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំចែករំលែកតែមេរៀនត្រួសៗហ្នឹងខ្ញុំនឹងដាក់ link ឲ្យអ្នកនរគ្នាចូលទៅមើលមេរៀនហ្នឹងក្រោយដើម្បីកុំឲ្យយើងមើលវីដេអូទៅវាយូរអញ្ចឹងណាខ្ញុំនឹងដាក់ link ឲ្យអ្នកនរគ្នាចូលទៅមើលមេរៀនហ្នឹងបន្ថែមមុននឹងចូលទៅដល់វីដេអូអនុវត្តខ្ញុំអត់ដាក់វីដេអូអនុវត្តក្នុងវីដេអូនេះទេព្រោះអីវារៀងវែងធ្វើឲ្យអ្នកនរគ្នាចំណាយពេលយូរខ្ញុំចង់បង្កើតវីដេអូខ្លីៗហើយអ្នកនរគ្នាទទួលបានចំណេញដឹងពីហ្នឹងអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងបើសិនជាអ្នកនរគ្នាមានចម្ងល់បន្ថែមខ្ញុំនឹងចែករំលែក